បាទសេចក្តីរាយការណ៍នេះគឺតាក់ទងទៅនឹងអាជ្ញាធររាជធានីភ្នំពេញនិងខេត្តមួយចំនួនបន្តបង្ក្រាបពលរដ្ឋខ្មែរនិងជនបរទេសចម្រុះជាតិសាសន៍ពាក់ព័ន្ធនឹងការលួចធ្វើប្រតិបត្តិការឆបោកតាមអនឡាញនៅតាមផ្ទះអ្នកខ្លាំមើលយល់ថាបារដ្ឋាភិបាលនៅតែផ្ដោតលើការបង្ក្រាបតែជនល្មើសតូចតាចហើយកាងការពារឲ្យមេខ្លោងធំធំឲ្យរួចផុតពីសំណាញ់ច្បាប់នោះក្រុមអក្រិតជននឹងពង្រីកបណ្ដាញឆបោកអនឡាញកាន់តែធំនិងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខសង្គមនិងសេដ្ឋកិច្ចជាតិបាទសូមអញ្ជើញលោកអ្នកនាងតាមដានសេចក្តីរាយការណ៍អំពីរឿងនេះរបស់លោកនៅវណ្ណរិនពីរដ្ឋធានី Washington ការខកខានរបស់រដ្ឋាភិបាលក្នុងការស៊ើបអង្កេតនិងបង្ក្រាបឲ្យចំមេខ្លោងធំពិតប្រាកដត្រូវបានគេមើលឃើញថាបានធ្វើឲ្យឧស្សាហកម្មឆបោកតាមអនឡាញនៅកម្ពុជាវិវត្តកាន់តែស្មុគស្មាញនិងរីករាលដាលពីមជ្ឈមណ្ឌលធំទៅជាមជ្ឈមណ្ឌលតូចជាច្រើនដែលបែកខ្ញែកសម្ងំនៅតាមផ្ទះជួលនិងភូមិគ្រឹះរបស់អ្នកមានលុយនិងមានអំណាចនៅកម្ពុជាអ្វីត្បិតអាជ្ញាធរអះអាងថានៅតែបន្តយុទ្ធនាការបង្ក្រាបដោយឃាត់ខ្លួនជនសង្ស័យដែលលួចលាក់ប្រតិបត្តិការឆបោកនិងបណ្ដេញជនបរទេសពាក់ព័ន្ធជាបន្តបន្ទាប់ក្តីក៏មេខ្លោងនិងអ្នកសំគំនិតពាក់ព័ន្ធនឹងការផ្ដាល់ទីតាំងឲ្យជនឆបោកដូចជាម្ចាស់អគារម្ចាស់ភូមិគ្រឹះនិងអភិបាលខេត្តនានាជាដើមមិនត្រូវបានអាជ្ញាធរហៅមកសាកសួរស៊ើបអង្កេតឬចាត់វិធានការតាមផ្លូវច្បាប់នៅឡើយស្ថានភាពចុងក្រោយនៃឧស្សាហកម្មឆបោកអនឡាញបង្ហាញថាបណ្ដាញឧក្រិដ្ឋជនមិនបានញញើតនឹងច្បាប់កម្ពុជានៅឡើយហើយពួកគេនៅតែអាចលបួងបញ្ឆោតនិងបង្ខិតបង្ខំដោយបង្ខាំងជនបរទេសឲ្យប្រតិបត្តិការឆបោកយកប្រាក់ពីជនរងគ្រោះនៅជុំវិញពិភពលោកជាក់ស្ដែងកាលពីយប់ថ្ងៃទី24ខែសីហាកន្លងទៅកម្លាំងចម្រុះរាជធានីភ្នំពេញបានឡោមព័ទ្ធផ្ទះល្វែងមួយកន្លែងនៅក្នុងខណ្ឌឫស្សីកែវនិងបានឃាត់ខ្លួនជនសង្ស័យជនជាតិខ្មែរ3នាក់និងជនជាតិម៉ាឡេស៊ីម្នាក់ដោយចោទប្រកាន់ថាពួកគេបានលួចសម្ងំប្រតិបត្តិការឆបោកតាមអនឡាញប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកក៏បានបង្ហាញភស្តុតាងដូចជាទូរស័ព្ទដៃនិងកុំព្យូទ័ររាប់សិបគ្រឿងដែលត្រូវបានចោទប្រកាន់ថាប្រើប្រាស់ដើម្បីឆបោកលុយពីជនជាតិអាមេរិកនិងជនរងគ្រោះនៃប្រទេសផ្សេងទៀតក្នុងថ្ងៃដដែលនោះនៅឯខេត្តព្រះសីហនុកម្លាំងអាវុធហត្ថជាច្រើននាក់បានឡោមព័ទ្ធសន្តាគារឈុនអ៊ីនិងបានឃាត់ខ្លួនជនបរទេសចម្រុះជាតិសាសន៍ដូចជាចិនឥណ្ឌាប៉ាគីស្ថាននិងតៃវ៉ាន់ជាដើមសរុបចំនួន35នាក់ដោយសារតែពួកគេពាក់ព័ន្ធនឹងអំពើឆបោកតាមអនឡាញពលរដ្ឋឲ្យដឹងថាកម្លាំងសមត្ថកិច្ចមិនបានបិទអាជីវកម្មនៅសន្តាគារនោះឡើយក្រោយពីប្រតិបត្តិការបង្ក្រាបដោយឡែកនៅឯខេត្តជាប់ព្រំដែនវៀតណាមវិញគឺស្រុកបាវិតខេត្តស្វាយរៀងឯណោះកាលពីសប្តាហ៍មុនកម្លាំងចម្រុះក៏បានឡោមព័ទ្ធផ្ទះជួលនិងផ្ទះសំណាក់ពីរទីតាំងផ្សេងគ្នានិងបានឃាត់ខ្លួនជនជាតិចិននិងជនជាតិវៀតណាមយ៉ាងហោចណាស់110នាក់ព្រមទាំងរឹបអូសស៊ីមកាតទូរស័ព្ទដៃនិងកុំព្យូទ័រជាច្រើនគ្រឿងគេហាក់ទំព័រស្នងការដ្ឋាននគរបាលជាតិបញ្ជាក់ថាជនបរទេសទាំងនោះត្រូវបានចោទប្រកាន់ពាក់ព័ន្ធនឹងអំពើឆបោកអនឡាញនិងត្រូវបានបញ្ជូនសំណុំរឿងទៅតុលាការចំណែកកាលពីថ្ងៃទី24ខែសីហារដ្ឋបាលខេត្តស្វាយរៀងឲ្យដឹងថាកម្លាំងសមត្ថកិច្ចក៏បានចាប់ខ្លួនជនជាតិវៀតណាម13នាក់បន្ថែមទៀតដែលពួកគេលួចសម្ងំប្រតិបត្តិការឆបោកនៅតាមផ្ទះជួលក្រៅពីនេះរាជធានីភ្នំពេញនិងខេត្តផ្សេងនៅតាមព្រំដែនកម្ពុជានិងថៃនៅតែជាទីតាំងក្តៅគគុកដែលសមត្ថកិច្ចចុះបង្ក្រាបស្ទើរតែរាល់ថ្ងៃទន្ទឹមនឹងឧស្សាហកម្មឆបោកតាមអនឡាញកំពុងរីកសាយភាយពេញប្រទេសនោះករណីជនជាតិចិនចាប់ជំរិតចាប់មនុស្សញាត់ចូលឡាននិងប្រើប្រាស់កាំភ្លើងបាញ់បោះតាមសាធារណៈក៏នៅបន្តកើតមានជារឿយលោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតធ្លាប់ប្រកាសទទួលស្គាល់ថាអាញាធរកាន់តែជួបការលំបាកនៅក្នុងការស្វែងរកនិងបង្ក្រាបបណ្ដាញជនឆបោកដែលបែកខ្ញែកទៅសម្ងំនៅតាមផ្ទះជួលអគារតូចនិងទីតាំងឯកជននានាទូរទស្សន៍អាស៊ីសេរីមិនអាចតាក់ទងแนะនាំពាក្យរងនៃក្រសួងមហាផ្ទៃលោកទូចសុខៈដើម្បីសុំការអត្ថាធិប្បាយជុំវិញរឿងនេះបាននៅឡើយទេនៅថ្ងៃទី25ខែសីហាប្រធានអង្គការប្រជាធិបតេយ្យខ្មែរដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលីលោកសឹងសានករណាលើកឡើងថាការដាក់គោលដៅបង្ក្រាបលើប្រជាពលរដ្ឋខ្មែរនិងជនល្មើសតូចតាចមិនមែនជាយុទ្ធនាការបោះសម្អាតឧក្រិដ្ឋកម្មឆបោកតាមអនឡាញឡើយ
លោកថាមេខ្លោងកំពូលដែលការឧស្សាហកម្មនេះកំពុងត្រូវបានរដ្ឋាភិបាលក្រុងភ្នំពេញកាងការពារនៅឡើយទើបបណ្ដាញអ ுக ្រិតជនអាចពង្រីកប្រតិបត្តិការឆបោករបស់ពួកគេបានដោយរលូននិងបង្ក្រាបគ្មានប្រសិទ្ធភាព បើសិនជានៅតែមានជាប់ផលប្រយោជន៍ពើពុករលួយបកពួកនិយមអីទាំងអស់នេះខ្ញុំមិនរំពឹងថាការចាត់វិធានការទៅលើករណីឆបោកអនឡាញនេះអាចធ្វើទៅបានទេអញ្ចឹងនៅតែបន្តបែបនឹងឯងហើយបើសិនជាមានចេតនាឆន្ទៈយ៉ាងពិតប្រាកដត្រូវត្រួតពិនិត្យមើលឡើងវិញតើសមត្ថកិច្ចរបស់ខ្លួនដែលទទួលតួនាទីអនុវត្តកិច្ចការងារនឹងពិតជាសមត្ថកិច្ចដែលអាចប្រើប្រាស់នៅអំណាចឥទ្ធិពលរបស់ខ្លួននឹងឲ្យត្រូវចំតួនាទីរបស់ខ្លួនឬក៏អ្នកទាំងអស់ហ្នឹងបានតួនាទីទៅខົບខិតគ្នាជាមួយក្រុមទុច្ចរិតនឹងឬក៏យ៉ាងម៉េចអញ្ចឹងត្រូវតែហ៊ានអនុវត្តឲ្យចំគោលដៅអាហ្នឹងទើបអាចបោះសម្អាតបានដោយជោគជ័យប៉ុន្តែបើសិនជានៅបែបនេះគឺកាន់តែរីករាលដាលហើយវាកាន់តែមានសភាពធ្ងន់ធ្ងរទៅទៀតអ្នកខ្លាំមើលឃើញថាប្រសិនបើរដ្ឋាភិបាលរបស់ក្រុមគ្រួសារត្រកូលហ៊ុននៅតែខ្វះភាពក្លាហានឬមានការព្រួយបារម្ភអំពីការបាត់ផលប្រយោជន៍ក្នុងការចាត់វិធានការលើមេខ្លោងដែលជាមន្ត្រីនិងអង្គការមានឥទ្ធិពលដែលកំពុងការពារឧស្សាហកម្មឆបោកតាមអនឡាញនៅកម្ពុជានោះបណ្ដាប្រទេសធំដូចជាសហរដ្ឋអាមេរិកនឹងចាត់វិធានការតាមនីតិវិធីរបស់បណ្ដាប្រទេសសេរីនិងដាក់ទណ្ឌកម្មបន្ថែមទៀតទៅលើរដ្ឋាភិបាលកម្ពុជាមកទល់ពេលនេះមន្ត្រីមួយចំនួនត្រូវបានអស់តំណែងនិងមន្ត្រីខ្លះត្រូវបានអាជ្ញាធរចាប់បញ្ជូនខ្លួនទៅឃុំនៅពន្ធនាគារទោះជាយ៉ាងណាក៏មានមន្ត្រីអ្នកមានអំណាចផ្សេងទៀតដែលជួលភូមិគ្រឹះឲ្យបណ្ដាញអ ுக ្រិតជនឆបោកតាមអនឡាញកំពុងរស់នៅក្រៅសំណាញ់ច្បាប់នៅឡើយជាក់ស្ដែងដូចជាសេនាធិការរងនៃភូមិភាគទី5ទទួលបន្ទុកការងារព្រំដែនឧត្តមសេនីយ៍អូនសុកសេឡាជាដើមរឿងរ៉ាវអាស្រូវពុករលួយចុងក្រោយនៃប្រព័ន្ធដឹកនាំរបស់រដ្ឋាភិបាលត្រកូលហ៊ុនគឺករណីអតីតមន្ត្រីជាន់ខ្ពស់របស់ក្រសួងការបរទេសលោកថូសំណាងនិងបកពួក2នាក់ដែលត្រូវបានចោទប្រកាន់ថាបានលួចឯកសារទិដ្ឋាការរាប់ពាន់សន្លឹកឲ្យបណ្ដាញអ ுக ្រិតជនឆបោកតាមអនឡាញដើម្បីឲ្យពួកគេមករស់នៅកម្ពុជាដោយស្របច្បាប់សម្រាប់ពង្រីកឧក្រិដ្ឋកម្មឆបោកតាមអនឡាញរីកាពីរដ្ឋធានី Washington ខ្ញុំបាទនៅវណ្ណរិនទូរទស្សន៍អាស៊ីសេរី